กูคือนายสนธิลิ้มทองกุลที่ไม่มีอำนาจถ้ากูมีวันนี้พระตะบองเสียมราชศรีสุพลกูจะยึดแม่งคืนมาวันพรุ่งนี้กูจะไปยึดเขาพระวิหารกูจะถงกองทัพเรือไปยึดเกาะกูดและกูจะถามมึงถ้าไม่พอใจกูจะยึดพนมเปญសួស្តីបងប្អូនខ្ញុំប្រាប់បងប្អូនណាពេលវេលានេះណាគឺជាពេលវេលាដែលពិសេសបំផុតដែលកម្ពុជាអាចពង្រីកទឹកដីបានណាបងប្អូនសួរថាពង្រីកទឹកដីតាមរយៈអីគេបងប្អូនដឹងទេស្រុកសៀមរងថ្ងៃណាវាមិនមែនមានបញ្ហាតែមួយខ្មែរយើងទេណាជាមួយមីយ៉ាន់ម៉ាក៏មានបញ្ហាបាត់ព្រំដែនជាមួយម៉ាឡេស៊ីក៏មានបញ្ហាព្រំដែនជាមួយនឹងគ្នាជាមួយឡាវក៏មានបញ្ហាព្រំដែនងាកទៅតំបន់ខាងជើងរបស់សៀមវិញណាគឺគេចង់ផ្ដាច់ខ្លួនពីការគ្រប់គ្រងរបស់សៀមរងថ្ងៃនេះតែគេអត់ពេញចិត្តអញ្ចឹងបងប្អូនឃើញនៅស្រុកសៀមណាតែងតែអាសាផ្ទុះគ្រាប់បែកអីតាមតំបន់ផ្សេងៗណាបងប្អូនគឺសុទ្ធតែកាត់ឡើងពីភូមិភាគខាងជើងជាអ្នកបង្កដោយសារតែគេចង់ផ្ទុះគេចង់បំបែកប្រទេសណាបងប្អូនរងថ្ងៃជាបានជាខ្ញុំថាចេះមានអាមេប្រជាការភ្លឺរបស់សៀមមួយវាប្រកាសថាវាចង់ធ្វើសង្គ្រាមមួយខ្មែរវាចង់វាយដល់ទីក្រុងភ្នំពេញខ្ញុំថាខ្មោចបងប្អូនពួកនេះអត់មានកន្លោវាយដល់ទីក្រុងភ្នំពេញបានទេបងប្អូនតែហួសប្រេបហេមកទីក៏បានផងសាក់មើលទៅវាគិតថាកម្ពុជាតបតិចបងប្អូនសាក់សម័យមើលទៅបើវាហ៊ានវាយកម្ពុជាថាមានរឿងអីកើតឡើងត្រូវដឹងថាចិនណាក៏ជាអ្នកឧបត្ថម្ភធំនៅក្នុងការឧបត្ថម្ភសហភាពដល់កម្ពុជាហើយនៅខាងតបវៀតណាមណាបងប្អូនគេរកពលទាហានណាដែលហ៊ានខ្មៅមុខស្រៀងខ្មែរហ្នឹងជាពិសេសខ្មែរក្រៅមួយខ្លះហ្នឹងគេបញ្ចូលមកឲ្យធ្វើទាហានចូលមួយខ្មែរមកជួយវាយសៀមរួចនៅមានខាងឡាវខាងប្រធានរដ្ឋឡាវលោកថោងសុនស៊ីលឹកគេក៏គេបញ្ជូនទាហានមកឲ្យជួយវាយជាមួយសៀមថាខ្ញុំប្រាប់បងប្អូនអញ្ចឹងសៀមអត់មានកន្លោទេហើយសួរថាតើកម្ពុជាមានឱកាសពង្រីកទឹកដីតាមរបៀបណាសប្តាហ៍ថ្ងៃដូចខ្ញុំនិយាយមិនអញ្ចឹងឡាវមីយ៉ាន់ម៉ាណាម៉ាឡេស៊ីសិតតែជាសត្រូវកំពុងឈ្លោះមួយសៀមទាំងអស់ពួកនឹងរងចាំថាឱកាសណាបើសិនជាមានម្ដងប្រទេសទាំង4ហ្នឹងមាននរណាម្នាក់ហ៊ានចេញមុខម៉ូគ្នាធ្វើសង្គ្រាមច្បាំងជាមួយសៀមក្នុងពេលតែមួយបងប្អូនសៀមសឹងថាអស់ទឹកដីតែម្ដងខ្ញុំប្រាប់ទៅអញ្ចឹងបានជារងថ្ងៃណាបងប្អូនបើមាននរណាម្នាក់ហ៊ានផ្ទុះព្រមគ្នាទាំង4 5ប្រទេសរួមទាំងតំបន់ខាងជើងរបស់ថៃបងប្អូនខ្ញុំប្រាប់សពាវុធសៀមមានប៉ុណ្ណាក៏តបអត់ឈ្នះដែរហើយអត់មានអន្តរជាតិណាទៅកាត់ដីបានទេបើត្រឹមតែមកប្រទេសបងប្អូនអាចថាអន្តរជាតិកោទោសបានតែ5ប្រទេសធ្វើស៊ីមកប្រទេសហើយបងប្អូនអន្តរជាតិណាក៏ធ្វើបាយដែរខ្ញុំប្រាប់ទៅអញ្ចឹងបានថាសៀមខ្លះរងថ្ងៃវាដឹងខ្លួនវាហ៊ានខ្ទប់ជាមួយនឹងពួកយើងទេតែបើអាស៊ានតែពួកអាស៊ានជលនិយមមួយចំនួនទេដែលវាប្រភ្លឺដឹងរឿងនោះខ្ញុំប្រាប់ចាំថារងថ្ងៃបងប្អូនបើខ្ញុំជាមេដឹកនាំវិញខ្ញុំបថុយធ្វើហ្មងខ្ញុំថាអត់ចង់បានទឹកដីណាក្រៅពីទឹកដីដែលជាអតីតទឹកដីរបស់ខ្មែរចង់ទាមទារអាហ្នឹង